បាទប្រភេទផ្សេងនៃគម្រោងតើនិយាយទៅគម្រោងក្នុងការអភិវឌ្ឍនឹងមានប្រមាណប្រភេទការបែងចែកប្រភេទនៃគម្រោងវាអាចអាស្រ័យទៅលើលក្ខខណ្ឌផ្សេងគ្នាអញ្ចឹងហើយប្រភេទវាមានច្រើនបាទប្រភេទវាមានច្រើនវាទៅតាមអ្វីដែលយើងចង់បែងចែកតែយើងចង់បែងចែកវាទៅតាមអីឧទាហរណ៍ថាបើយើងបែងចែកថាតើលទ្ធផលដែលសម្រេចបានហ្នឹងអញ្ចឹងគម្រោងមានប្រមាណប្រភេទហើយមួយទៀតគម្រោងអាចបែងចែកទៅតាមចេតនាគម្រោងអាចបែងចែកទៅតាមប្រភេទហិរញ្ញវត្ថុគម្រោងអាចជាគម្រោងស្រាវជ្រាវគម្រោងពិសោធន៍ឬក៏ជាគម្រោងសាកល្បងអីមួយចឹងទៅឬក៏គម្រោងធ្វើបង្ហាញអញ្ចឹងយើងទៅមើលចំណុចលម្អិតនីមួយៗនៃប្រភេទគម្រោងទាំងអស់ហ្នឹងនៃការបែងចែកគម្រោងទៅតាមចំណុចមួយហ្នឹងទី1ការបែងចែកគម្រោងទៅតាមលទ្ធផលដែលសម្រេចបានបាទអញ្ចឹងបើលទ្ធផលដែលយើងចង់សម្រេចបានជាអ្វីឧទាហរណ៍ថាយើងចង់បានជាលក្ខណៈតំណែងជាលក្ខណៈសំណង់ជាលក្ខណៈសម្ភារៈឬក៏ជាសេវាកម្មអានឹងក៏ជាប្រភេទគម្រោងមួយដែរអញ្ចឹងយើងបើសិនជាយើងបែងចែករបៀបហ្នឹងយើងនឹងបានគម្រោងប្រភេទផលិតសម្ភារៈឬក៏សំណង់ឬក៏ហេដ្ឋារចនាសម្ព័ន្ធឬក៏តំណែងអីចឹងទៅហើយគម្រោងប្រភេទទៀតគឺគម្រោងផ្ដល់សេវាកម្មបាទចុះបើសិនជាយើងបែងចែកទៅតាមចេតនាដែលយើងចង់បានវិញម្ដងអញ្ចឹងឧទាហរណ៍ថាគម្រោងមួយប្រភេទគឺគម្រោងស្វែងរកប្រាក់ចំណេញគម្រោងប្រាក់ចំណេញដើម្បីជួយសង្គមហើយនិងគម្រោងដែលមិនរកប្រាក់ចំណេញប្រភេទទី1គម្រោងដែលមិនរកប្រាក់ចំណេញគម្រោងដែលស្វែងរកប្រាក់ចំណេញយើងដឹងហើយគម្រោងដីធ្លីគម្រោងវិនិយោគទៅលើវិស័យធនាគារគម្រោងផលិតកែច្នៃអីជាដើមអញ្ចឹងសិតតែប្រភេទគម្រោងដែលរកប្រាក់ចំណេញបាទអានឹងគម្រោងប្រភេទហ្នឹងច្រើនតែធ្វើឡើងដោយស្ថាប័នឯកជនបុគ្គលឬក៏រដ្ឋាភិបាលបាទហើយក៏គម្រោងទូរស័ព្ទគម្រោងអីចឹងទៅបាទមកប្រភេទទៀតគម្រោងរកប្រាក់ចំណេញមិនតែដើម្បីជួយសង្គមបាទអញ្ចឹងគម្រោងប្រភេទនេះច្រើនតែគេហៅ social enterprise ឬក៏គម្រោងដែលសហគ្រិនសង្គមអញ្ចឹងសហគ្រិនសង្គមមានច្រើនឧទាហរណ៍ខាងយើងឃើញអង្គរ IBIS អង្គរ IBIS ដែលនៅខាងព្រះវិហារខាងអង្គការគាត់ធ្វើណាអញ្ចឹងខាងអង្គការគាត់ធ្វើគម្រោងដែលទិញស្រូវពីប្រជាជនក្នុងតម្លៃថ្លៃគេលក់បាន1200អញ្ចឹងហើយគាត់ទិញ1500ឬក៏2000អញ្ចឹងទៅរួចហើយគាត់ត្រូវចុះកុងត្រាជាមួយប្រជាជនថាអ្នកឯងលក់ស្រូវឲ្យខ្ញុំប៉ុន្តែហាមកាប់ព្រៃឃើញសម្បុករបស់សត្វតយ៉ងចៃ NIBIS អញ្ចឹងសត្វតយ៉ងត្រូវតែថែទាំវាទុកវាឲ្យញាស់បានល្អបើសិនជាញាស់បានល្អថែមលុយឲ្យទៀតអញ្ចឹងអានេះហើយគឺគោលបំណងធំរបស់គេមិនមែនចង់បានប្រាក់ចំណេញទេប៉ុន្តែចង់ឲ្យការអភិរក្សនឹងដំណើរការបានទៅជោគជ័យឬក៏ឲ្យសត្វត្រយ៉ងនឹងបន្តរស់រានមានជីវិតទៅទៀតអញ្ចឹងគម្រោងប្រភេទនេះគេហៅថាគម្រោងរកប្រាក់ចំណេញដើម្បីជួយសង្គមឬក៏ចង់និយាយថារកប្រាក់ចំណេញដើម្បីរស់មិនឲ្យក្រុមហ៊ុន JNIBIS ហ្នឹងស្លាប់ទេបាទឬក៏ social enterprise ខាងទិញក IBIS ហ្នឹងស្លាប់ទេអញ្ចឹងអាចថ្ងៃក្រោយទៅមានលុយដើម្បីទិញអង្គបន្តទៀតទិញស្រូវបន្តទៀតហើយយកស្រូវទៅលក់នៅខាងសហគមន៍អឺរ៉ុបក្នុងតម្លៃថ្លៃអញ្ចឹងទៅជួយឲ្យអង្គការហ្នឹងក្រុមហ៊ុនហ្នឹងមានសមត្ថភាពបន្តរស់រានមានជីវិតតទៀតគម្រោងទឹកស្អាតមួយចំនួនក៏គេចាត់ទុកថាជាគម្រោងរកប្រាក់ចំណេញដើម្បីសង្គមដែរមិនមែនចំណេញដើម្បីបុគ្គលទេព្រោះលុយវិនិយោគវាថ្លៃណាស់អញ្ចឹងបើសិនជាយកលុយខ្លួនឯងទៅធ្វើសុទ្ធហើយចង់បានប្រាក់ចំណេញគេមិនធ្វើអញ្ចឹងទេគេមិនទៅវិនិយោគរឿងទឹកស្អាតរឿងអីចឹងទេបាទអញ្ចឹងអានេះ
កម្រងមួយចំនួននោះសហគមន៍កសិកម្មស្អីក៏សិតតែពពួករកប្រាក់ចំណេញដើម្បីសង្គមដែរយកមកចែកគ្នាមនុស្សច្រើនអញ្ចឹងណាបាទអញ្ចឹងអានេះហើយគឺជាកម្រងប្រាក់ចំណេញដើម្បីសង្គមកម្រងមិនរកប្រាក់ចំណេញអញ្ចឹងកម្រងអង្គការកម្រងរដ្ឋាភិបាលមួយចំនួនសិតតែជាកម្រងមិនរកប្រាក់ចំណេញដែរប៉ុន្តែវាមានប្រាក់ចំណេញបែបផ្សេងសម្រាប់ជាតិអញ្ចឹងណាប៉ុន្តែកម្រងអង្គការវិញភាគច្រើនគឺកម្រងដែលមិនរកប្រាក់ចំណេញទេគម្រោងអប់រំបណ្ដុះបណ្ដាលគម្រោងជួយសហគមន៍កសិកម្មគម្រោងអភិវឌ្ឍជនបទទឹកស្អាតអនាម័យមួយចំនួនដែលសម័យមុនយើងធ្វើច្រើននៅតាមខេត្តរបស់យើងនោះគឺជាគម្រោងដែលមិនរកប្រាក់ចំណេញទេបាទអញ្ចឹងបើសិនជាយើងបែងចែកគម្រោងទៅតាមប្រភពហិរញ្ញវត្ថុវិញតើយើងអាចបែងចែកជាប្រមាណអញ្ចឹងអាចថាគម្រោងមួយគម្រោងវិស័យសាធារណៈគម្រោងវិស័យឯកជនអញ្ចឹងគម្រោងក្នុងវិស័យសាធារណៈគឺជាគម្រោងដែលបានថវិកាពីរាជរដ្ឋាភិបាលអញ្ចឹងអានឹងបែងចែកតាមប្រភពណាបាទមួយទៀតគម្រោងវិស័យឯកជនគម្រោងភាគច្រើនបានពីបុគ្គលក៏ក្រុមហ៊ុនឬក៏ឯកជនអីចឹងទៅបាទគម្រោងឯកជនរកប្រាក់ចំណូលហើយចំណែកឯគម្រោងអង្គការវិញគឺចូលរួមចំណែកដើម្បីបង្កើតសេវាកម្មជូនប្រជាជនបាទអញ្ចឹងអានេះហើយគឺជាប្រភេទគម្រោងហើយបើយើងក៏លេខមើលគម្រោងប្រភេទស្រាវជ្រាវណាបាទអញ្ចឹងគោលបំណងនៃគម្រោងស្រាវជ្រាវគឺចង់បាននៅអ្វីដែលថ្មីយើងពិសោធន៍លើអីមួយអញ្ចឹងទៅបាទនៅសាលាកសិកម្មយើងមានអ្នកធ្វើច្រើនគឺចង់ពិសោធន៍ដើម្បីចង់ដឹងតើផលិតយើងអាចពិសោធន៍ទៅលើអីគេលើឧទាហរណ៍ថាពិសោធន៍លើចំណីសត្វបាទអញ្ចឹងតើចំណីប្រភេទហ្នឹងល្អឬក៏មិនល្អទេបាទចំណីហ្នឹងសត្វណាចំណីមួយណាប្រភេទមួយណាដែលសត្វស៊ីទៅមានការលូតលាស់លឿនជាងបាទអញ្ចឹងប្រៀបធៀបប្រភេទចំណីអីចឹងទៅពិសោធន៍ទៅលើលទ្ធភាពរំលាយអាហារសុខភាពឧទាហរណ៍អញ្ចឹងចំណុចចង់និយាយថាចំណីខ្លះសត្វស៊ីទៅវាងាយរលាយណាវាងាយរំលាយអាហារលឿនអញ្ចឹងវាឆាប់លូតឆាប់លាស់ឆាប់ធំឆាប់ធាត់អីចឹងទៅបាទគម្រោងសាកល្បងអាចតែគម្រោងយើងចង់ដឹងស្អីមួយយើងធ្វើតេស្តវាចឹងទៅបាទអញ្ចឹងតេស្តទៅវាជោគជ័យចឹងទៅណាអញ្ចឹងគឺរដ្ឋាភិបាលអាចសាកល្បងធ្វើគម្រោងណាមួយដើម្បីពិសោធន៍មើលថាតើវាយ៉ាងម៉េចដែរជោគជ័យទេណាគម្រោងនឹងបើសិនជាជោគជ័យយកទៅបរិយាតទៀតអីចឹងទៅដូចគម្រោងសីឡាអីជាដើមកំណើតនៃឃុំសង្កាត់ហើយឃុំសង្កាត់ហ្នឹងយើងបានបង្កើតជាឃុំបង្កើតជាសង្កាត់អីចឹងកាលពីមុនអត់មានទេណាការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អញ្ចឹងក្រោយមកក៏បង្កើតមានការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់បាទអានេះជាចំណុចចាប់ផ្ដើមបាទគម្រោងធ្វើបង្ហាញគឺសម្រាប់ធ្វើបង្ហាញអ្វីមួយដល់ប្រជាជនឲ្យបានដឹងដូចស្រែបង្ហាញអីជាដើមបាទអញ្ចឹងអានេះហើយគឺជាប្រភេទគម្រោងទាំងប្រមាណបាទអរគុណជួបគ្នានៅចំណុចបន្តទៀតគឺការពិនិត្យលទ្ធភាពដែលអាចអនុវត្តបានរបស់គម្រោងបាទប្រភេទគម្រោងយើងបញ្ចប់ត្រឹមនេះសិន